បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel បញ្ញាបុត្រថ្ងៃនេះខ្ញុំមកបង្ហាញសារឡើងវិញបាទអំពីទឹកដោះខ្លាតូចដោយសារតែមានពុកម៉ែបងប្អូនដែលគាត់ចង់ឲ្យខាងខ្ញុំនឹងបញ្ជាក់អំពីដើមទឹកដោះខ្លាតូចបាទអញ្ចឹងនេះជាផ្កាបាទផ្កាបែបហ្នឹងពីលើហើយនេះស្លឹកបាទផ្នែកខាងក្រោមហើយនេះស្លឹកផ្នែកខាងលើបាទហើយគុណប្រយោជន៍មិនថាដើមផ្កាឬស្លឹកទេបាទយើងអាចយកមកធ្វើជាថ្នាំកម្លាំងបានថ្នាំសរសៃថ្នាំកម្លាំងបាទហើយចំណុចរឹសចាស់គាត់ចូលចិត្តយកទៅធ្វើជាថ្នាំសរសៃខ្ចីបាទហើយបញ្ជាក់ជូនពុកម៉ែបងប្អូនថាដើមទឹកដោះខ្លាតូចវាស្តៀងនឹងទឹកដោះខ្លាធំតែស្លឹកមិនដូចគ្នាទេបាទស្តៀងទៅដើមស្លឹកក៏ដូចទេនេះដើមphânភាគនេះដើមបាទហើយទឹកដោះខ្លាធំគឺធំទឹកដោះខ្លាតូចគឺកម្ពស់ខុសគ្នាជាងពាក់កណ្ដាលបាទខុសគ្នាហើយកន្លែងដោះនេះពុកម៉ែបងប្អូនកន្លែងដែលខ្ញុំថតនេះគឺតំបន់ភ្នំនោះខ្នងភ្នំបាទកន្លែងនេះគឺវាលទំនាបក្បែរជើងភ្នំបាទតាមព្រៃល្បោះហើយតំបន់នេះជាដីខ្សាច់ដែរទេប៉ុន្តែបញ្ជាក់ថាទឹកដោះខ្លាតូចនឹងក៏អាចមានដោះនៅដីល្បាយខ្សាច់ផងដែរបាទហើយក៏ជម្រាបជូនបន្ថែមបាទបើសិនជាពុកម៉ែបងប្អូនត្រូវការទឹកដោះខ្លាតូចក៏ដោយចោះទឹកដោះខ្លាធំក៏ដោយចោះឬក៏រុក្ខជាតិផ្សេងខាងខ្ញុំមានបាទឬមួយក៏ចង់បានជាថ្នាំផ្សំព្យាបាលជំងឺផ្សេងខាងខ្ញុំមានបាទមានច្រើនយ៉ាងណាស់បើសិនជាពុកម៉ែបងប្អូនចង់បានអាចទាក់ទងតាមលេខទូរស័ព្ទ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងបាទឬក៏អាចទាក់ទងតាម Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទខាងខ្ញុំមានរុក្ខជាតិជាច្រើនបាទសម្រាប់ផ្សំព្យាបាលជំងឺផ្សេងហើយពុកម៉ែបងប្អូនអាចពិគ្រោះបានបាទបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ពាក់ព័ន្ធនឹងជំងឺដែលពិបាកក្នុងការព្យាបាលយើងអាចនិយាយគ្នាប្រឹក្សាយោបល់ដើម្បីរកដំណោះស្រាយក្នុងការព្យាបាលបាទហើយសូមកុំភ្លេចពុកម៉ែបងប្អូនសូមជួយចុច Subscribe ទៅលើ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីមុនគេក៏ដូចជាជួយ Like Page បាទនឹងការតាមដានវីដេអូរបស់ខ្ញុំបាទបើសិនជាពុកម៉ែបងប្អូនចង់តាមដានអំពីដើមថ្នាំផ្សេងក៏ដូចជាពេលខ្លះខ្ញុំក៏អាចមានផ្សំថ្នាំបង្ហាញផងដែរបាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយូរបាទសូមអរគុណ